Tổng quân bậc ác thời ban pro lang nông khai cả nhà năm 1984 ក្នុងឆ្នាំ 2002 សហភាពអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការដោយយកថ្ងៃទី 21 ខែកញ្ញាជាថ្ងៃសន្តិភាពរបស់ពិភពលោកដើម្បីបង្កើតថ្ងៃសន្តិភាពនេះអង្គការសហប្រជាជាតិបានដាក់ខ្លួនចូលទៅក្នុងការងារសន្តិភាពជាសកលនិងលើកទឹកចិត្តដល់មនុស្សជាតិឲ្យចូលរួមសហប្រតិបត្តិការដើម្បីសម្រេចនូវគោលដៅនេះក្នុងអំឡុងពេលពិភាក្សាដើម្បីធ្វើសេចក្តីសម្រេចទិវាសន្តិភាពនេះត្រូវបានកំណត់ថាជាទិវាដែលគួរតែជាថ្ងៃរំលឹកដល់សន្តិភាពនិងពង្រឹងនូវឧត្តមគតិស្នេហាសន្តិភាពទាំងក្នុងបណ្ដាប្រទេសនានានិងក្នុងដួងចិត្តរបស់មនុស្សជាតិទាំងឡាយទិវាសន្តិភាពពិភពលោកនេះគឺជាថ្ងៃរំលឹកដល់មនុស្សជាតិទាំងអស់ថាក្នុងស្ថាប័នរបស់យើងនឹងបម្រើរាល់បុព្វហេតុទាំងឡាយក្នុងការកសាងសន្តិភាពនិងជាកណ្ដឹងមួយសម្រាប់ការរំលឹកថាការបដិញ្ញារបស់យើងគឺការកសាងសន្តិភាពចាប់ពីអង្គសម្ដេចនោះមកទិវាសន្តិភាពបានកំណត់នៅដំណើរការជាបុគ្គលនិងជាសកលដើម្បីឆ្ពោះទៅរកសន្តិភាពហើយមនុស្សជាតិអឺរ៉ុបលានអ្នកនៅគ្រប់ទិសទីបានបង្កើតនូវសកម្មភាពជាច្រើនដើម្បីប្រារព្ធនិងរំលឹកដល់ទិវានេះនៅថ្ងៃតែមួយរៀងរាល់ឆ្នាំហើយសកម្មភាពទាំងនេះត្រូវបានប្រព្រឹត្តឡើងចាប់ពីបុគ្គលម្នាក់ៗរហូតដល់ការប្រមូលផ្ដុំជាសាធារណៈនិងសន្និបាតដែលមានអ្នកចូលរួមជាច្រើនពាន់លាននាក់នរណាក៏អាចប្រារព្ធទិវាសន្តិភាពនេះបានដែរពលគឺគេអាចប្រារព្ធយ៉ាងសាមញ្ញដោយធ្វើការអុជទៀននៅពេលថ្ងៃឬគ្រាន់តែអង្គុយសមាធិយ៉ាងស្ងាត់ស្ងៀមឬក៏អាចចូលរួមជាមួយអ្នកធ្វើការជាមួយស្ថាប័នសហគមន៍ឬក៏រាជរដ្ឋាភិបាលដើម្បីបង្កើតនូវព្រឹត្តិការណ៍ដ៏ធំមួយឡើងក្នុងគោលបំណងដើម្បីសង្គ្រោះការប្រព្រឹត្តលើវិទ្យាសាស្ត្រវិទ្យាសាស្ត្រដល់នៅក្នុងអមមួយហើយកញ្ញាឆ្នាំ2012បានធ្វើការរបស់បានធ្វើការអនុវត្តរបស់យុទ្ធសាស្ត្រនេះនៅលើប្រព័ន្ធការជាអត្តពលនេះពិតជាធំណាស់នៅពេលដែលមនុស្សរាប់លាននាក់នៅគ្រប់ទិសទីចូលរួមប្រពៃទិវាសន្តិភាពនៅថ្ងៃទីមួយទិវាសន្តិភាពនេះក៏អាចជប់ចាត់ទុកជាថ្ងៃឈប់បាញ់ក្នុងបុគ្គលម្នាក់ឬក៏នយោបាយចូលរួមចាប់យកឱកាសនេះក្នុងការកសាងសន្តិភាពដើម្បីបង្កើនទំនាក់ទំនងល្អក៏ដូចជាអត្តពលដល់ចំនួនធំហើយយើងគួរតែដឹងថាការឈប់បាញ់ពេញមួយថ្ងៃពិតជាមានន័យណាស់សម្រាប់មនុស្សជាតិទាំងមូល
Thank you.